ស្ដីបងប្អូនហ្នឹងហើយមកដល់ចំការលំអើនៅផ្អៅហើយហ្នឹងហើយខេត្តកំពង់ចាមផ្លែចា1000ដើមជាងបងប្អូនហើយហ្នឹងហើយ1000ដើមជាងអតិថិជនគាត់តែងបានផ្លែខ្លះចឹងណាបងប្អូនចាហើយនេះផ្លែខ្លះចឹងទៅហ្នឹងហើយបងប្អូនមើលចាឃើញជាក់ស្ដែងតែគាត់មិនបានយកជាមាត់ចត់អីទេគាត់ថាជាបទពិសោធន៍របស់គាត់ចាបទពិសោធន៍របស់គាត់ផ្លែគ្រប់ដើមដែរណាបងប្អូនតែផ្លែតិចតួចខ្លីៗចុះឆ្នាំដំបូងផ្លែចឹងចាហ្នឹងហើយពេលណាមួយអ្នកប្រកាត់នោះអត់ទៅចេះប្រកាត់បងអើយនោះខ្លះក៏ដាំលំអើឈីលីកាចឹងបងប្អូនចាបានផលចឹងហ្នឹងហើយហើយឃើញគេដាំបងប្អូនសួរថាដាំអីដែលបានផលដាំលំអើឈីលីកាដឹងតែបានផលហើយចាថាដាំដើមបដោះក្របទៅជាប់ហើយបងប្អូនហ្នឹងហើយចាអរគុណបងប្អូនតិជនមួយចាអរគុណឆ្នាំទី1ផ្លែឆ្នាំទី1ច្រើនណាស់បើគេគាត់កាត់អត់នេះខ្ញុំកាត់ចប់ទាំងអស់ចាអូនហ្នឹងហើយចំការគាត់នេះកុំចាប់ចាអរគុណបងប្អូន